ខេត្តកំពង់ស្ពឺនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងរទេះសាលីគោលឿនឆ្នាំ2026យោងតាមលិខិតរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺសេចក្តីជូនដំណឹងស្តីពីការប្រណាំងរទេះសាលីគោលឿនឆ្នាំ2026ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលខេត្តកំពង់ស្ពឺស្តីពីការប្រណាំងរទេះសាលីគោលឿនឆ្នាំ2026មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺបានសហការជាមួយនឹងរដ្ឋបាលខេត្តកំពង់ស្ពឺសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺរដ្ឋបាលក្រុងច្បារមននិងសមាគមរទេះសាលីគោលឿនខេត្តកំពង់ស្ពឺព្រឹត្តិការណ៍ប្រណាំងរទេះសាលីគោលឿនឆ្នាំ2026ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី5ខែមេសាឆ្នាំ2026វេលាម៉ោង 8:00 នាទីព្រឹកស្ថិតនៅក្នុងភូមិស្នោទី1សង្កាត់រកាធំក្រុងច្បារមនខេត្តកំពង់ស្ពឺកម្មវិធីនេះប្រព្រឹត្តឡើងក្នុងគោលបំណងចូលរួមអភិរក្សលើកស្ទួយអភិវឌ្ឍនិងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយនៅប្រពៃណីប្រណាំងរទេះសាលីគោលឿននៅខេត្តកំពង់ស្ពឺដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺសង្ឃឹមយ៉ាងមុតមមថាកម្មវិធីប្រណាំងរទេះសាលីគោលឿនឆ្នាំ2026នេះនឹងមានបងប្អូនប្រជាពលរដ្ឋចូលទស្សនាដ៏ច្រើនកកសូមបញ្ជាក់ថាបើតាមការសិក្សាពីប្រវត្តិនៃពិធីនេះដើមឡើយរទេះគោសាលីដើមឡើយរទេះសាលីគោប្រើប្រាស់តែដឹកជញ្ជូនបណ្ណាការក្នុងអាពាហ៍ពិពាហ៍និងដឹកជញ្ជូនលោកយាយលោកតាចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ពិធីបុណ្យប្រពៃណីពិធីបុណ្យផ្សេងតែប៉ុណ្ណោះលុះក្រោយមកទៀតអ្នកភូមិក៏បានផ្ដួចផ្ដើមគំនិតបង្កើតកម្មវិធីប្រណាំងរទេះសាលីគោនេះតាមភូមិនៅតាមសហគមន៍រហូតនៅតាមទីប្រជុំជនដើម្បីអបអរសាទរមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូលមកដល់